បាទថ្ងៃនេះខ្ញុំមានវីដេអូមួយដែលបង្ហាញអំពីរបៀបផ្លាស់ប្ដូរនៅ password ដែលយើង password Facebook ដែលយើងបានភ្លេចអញ្ចឹងសូមចូលទៅកាន់ Firefox រួចយើង login ចូលទៅកាន់ Facebook រួចហើយយើងយកពាក្យថា forgot your password ត្រង់កន្លែងនេះគេឲ្យយើងសរសេរនៅ email របស់យើងចូលធម្មតា Facebook យើងភ្លេចនៅ password ក៏ប៉ុន្តែយើងនៅមាន email ដែលយើងនៅប្រើតែ email នោះគឺយើងបានភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរបស់យើងអញ្ចឹងខ្ញុំមាន email ខ្ញុំមួយខ្ញុំប្រើជាប្រភេទ Gmail យើងវាយ Gmail ឬក៏ email ផ្សេងទៀតដែលយើងស្គាល់ដែលយើងបានភ្ជាប់ជាមួយនឹង Facebook របស់យើងហ្នឹងយើងរួចហើយយើងវាយរួចហើយយើង search ពាក្យថា search តាំងកន្លែងនេះគឺមាន message មួយដែលបានបង្ហាញយើងtake me the code to reset my password អញ្ចឹងពេលដែលយើងឃើញពាក្យនេះហើយយើងចុចពាក្យ continue ក៏ប៉ុន្តែមុននឹងយើងចុចពាក្យ continue យើងត្រូវរកទូរស័ព្ទដែលលេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយនឹងemail ដែលយើងបានភ្ជាប់ជាមួយនឹងemail មួយ Facebook នោះលេខទូរស័ព្ទនោះអញ្ចឹងយើងយកមកដាក់ក្បែរខ្លួនយើងពេលដែលយើងចុចពាក្យ continue ក្រុមហ៊ុន Facebook នឹងផ្ញើនៅ password នោះមកកាន់លេខទូរស័ព្ទរបស់យើងក្រុមហ៊ុនផ្ញើមកហើយអញ្ចឹងនៅត្រង់កន្លែងទ្រង់ជួរនេះគឺគេឲ្យយើងវាយកូដដែលក្រុមហ៊ុន Facebook ផ្ញើមកនោះមាន12 46 05រួចយើងចុចពាក្យ continue ត្រង់កន្លែងនេះគឺគេឲ្យយើងបញ្ចូលនៅ password ថ្មីពាក្យ password ថ្មីអញ្ចឹងយើងកូដអ្វីក៏បានដែរឲ្យតែយើងងាយស្រួលក្នុងការចាំរួចហើយយើងចុចពាក្យ continue ពេលនេះយើងបើក Facebook បាន Facebook ដែលយើងបានភ្លេច password នោះគឺយើងបើកបានហើយនេះគឺជា Facebook មួយដែលខ្ញុំបានបង្កើតហើយខ្ញុំភ្លេចនៅ password វាអញ្ចឹងខ្ញុំធ្វើដូចវិធីមិញហ្នឹងគឺយើងអាច login ចូល Facebook របស់យើងបានហើយយើងដូរនៅ password ថ្មីរបស់យើងទៀតគឺមិនអាចមាននរណាអាចប្រើបានទេអញ្ចឹងសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់